ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានថ្លែងនៅតាមបណ្ដាញសង្គមបញ្ជាក់ថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានចំនួនដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជាថៃដើម្បីបញ្ជានៅការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់សម្ដេចតេជោសែនបានបន្តថាប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនៅសង្គ្រាមនោះកើតឡើងឡើយការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធភាពដូចពេលនេះប៉ុន្តែដំណឹងល្អពីការសម្របសម្រួលគ្នាជាមួយការកែសម្រួលកងកម្លាំងយោធាទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹងនេះត្រូវបានក្រុមជនអកតេមួយក្តាប់តូចបាននិយាយមូលបង្កាច់ខុសពីការពិតក្រុមអកតេបានផ្សព្វផ្សាយព័ត៌មានคล้ายៗថាគ្រាន់តែថៃសម្លប់ទាហានខ្មែរបែរជាដកទ័ពចេញពីទឹកដីរបស់ខ្លួនឯងនិងបាននិយាយដល់គ្មានការពិតទៀតថារាជរដ្ឋាភិបាលកម្ពុជានឹងកាន់តែមិនហ៊ានតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិឡើយក្រុមជនអកតេនៅបានបង្កើតព័ត៌មានคล้ายៗដែលនិយាយទៀតថាកងទ័ពកម្ពុជាបានដកថយចេញពីតំបន់ចុងបូកឬតំបន់មុំបីដើម្បីត្រឡប់ទៅសភាពដើមវិញក្នុងចំណាត់ការមួយដើម្បីបន្សាបការសាបព្រោះព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមក្រសួងការពិជាតិនៃប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី9មិថុនាប្រាប់សាធារណជនថាកងទ័ពកម្ពុជាមិនបានដកខ្លួនចេញពីផ្នែកណាមួយដែលជាដែនអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយហើយក៏មិនបានបោះបង់ចោលនៅការដាក់ពាក្យបណ្ដឹងលើករណីតំបន់ចំនួននៅប្រាសាទតាមាន់ធំតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនោះផងដែរសេចក្តីប្រកាសព័ត៌មាន4ចំណុចរបស់ក្រសួងការពិជាតិបានបញ្ជាក់ថា1ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ2រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកម្លាំងការចល័តកម្លាំងគឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ3កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា4កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងការពិជាតិបានអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានសូមប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពិជាតិដែលជាប្រភពព័ត៌មានភាពត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបានស្ថានភាពតានតឹងតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃបានកើនកម្ដៅក្រោយអំពើលួចវាយឆ្មក់របស់ទាហានថៃចូលមកក្នុងតំបន់មុំបីនៃទឹកដីរបស់កម្ពុជាដោយពួកគេបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ដែលកំពុងយាមល្បាតក្នុងព្រឹត្តិការណ៍ប៉ះទង្គិចវេលាទៀបភ្លឺថ្ងៃទី28ឧសភាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ការទូតប្តឹងឲ្យរាជរដ្ឋាភិបាលថៃត្រូវនាំខ្លួនអ្នកប្រព្រឹត្តអំពើបាញ់ប្រហារសម្លាប់ទាហានកម្ពុជាដើម្បីការដាក់ទោសទៅតាមច្បាប់ប៉ុន្តែថៃបានព្យាយាមការពារព្រឹត្តិការណ៍ដែលបំពានដាក់មកលើកម្ពុជានោះទៅវិញប្រទេសទាំងពីរត្រូវរាយការណ៍ជុំវិញការបញ្ជូនកម្លាំងទាហាននិងឧបករណ៍យោធារៀងខ្លួនទៅកាន់តំបន់ព្រំដែន
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាកម្លាំងកងយុទ្ធពលខេមរៈភូមិន្ទដែលបានបញ្ជូននោះគឺមិនមែនដើម្បីធ្វើសង្គ្រាមឡើយប៉ុន្តែដើម្បីការពារដែនអធិបតេយ្យភាពជាតិខ្មែរដោយសារតែកម្ពុជាធ្លាប់មានបទពិសោធន៍ក្នុងអតីតកាលប៉ះទង្គិចគ្នាកន្លងមកជាមួយនឹងទាហានថៃនៅតាមតំបន់ព្រំដែនសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍បញ្ជាក់ច្បាស់នៅតាមបណ្ដាញសង្គមថាសង្គ្រាមមិនអាចបង្កើតខ្សែព្រំដែនថ្មីបាននោះទេសម្ដេចតេជោបានបញ្ជាក់ថាយើងបានហាមកងទ័ពយើងដាច់ខាតមិនត្រូវបាញ់គេមុនឬចូលទៅក្នុងទឹកដីរបស់គេឡើយប៉ុន្តែប្រសិនបើគេបាញ់យើងមុនយើងនឹងបាញ់គេវិញដើម្បីការពារខ្លួននិងការពារទឹកដីរាជរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាថានឹងប្រើប្រាស់កម្លាំងទ័ពប្រយុទ្ធការពារទឹកដីហើយនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទៀតប្រសិនបើកងទ័ពថៃចូលឈ្លានពានទឹកដីកម្ពុជាសាជាថ្មីសម្ដេចតេជោសែនបានថ្លែងបញ្ជាក់ក្នុងបណ្ដាញសង្គមថាការកែសម្រួលកងទ័ពគឺមិនមែនជាការដកកងទ័ពនោះទេចំណែករឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺកម្ពុជាមិនប្រែប្រួលនោះដែរចំណុចមួយដែលនាំឲ្យភាគីថៃធ្វើការបំពានមកលើទឹកដីកម្ពុជានោះត្រូវគេរាយការណ៍ថាគឺដោយសារតែភាគីថៃបានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួនដែលខុសពីសម្យកស្មារតីនៃការគោរពអនុស្សារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ដោយដែលធ្លាប់មានកន្លងមកដោយសារតែការប្រើប្រាស់ផែនទីខុសនោះហើយភាគីកម្ពុជាក៏បានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទក្នុងតំបន់ទាំង4គឺតំបន់បំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេដើម្បីបញ្ចប់ជម្លោះនិងកំណត់ព្រំដែនជាក់លាក់តាមច្បាប់អន្តរជាតិការជ្រើសរើសយកផ្លូវសន្តិវិធីនិងដំណោះស្រាយតាមច្បាប់ជាអន្តរជាតិជាពិសេសការដាក់សំណុំរឿងទៅតុលាការអន្តរជាតិ ICJ គឺជាភស្តុតាងបញ្ជាក់ពីការចង់បានសន្តិភាពប្រកបដោយតុល្យភាពនិងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាហើយដូច្នេះហើយនៅពេលភាគីថៃបានស្នើឲ្យកម្ពុជាដកកម្លាំងទាហានខ្មែរចេញពីតំបន់មុំ3ដោយផ្អែកលើផែនទីខុសរបស់ថៃនោះកម្ពុជាក៏បានច្រានចោលសំណើរបស់ថៃភ្លាមដោយបញ្ជាក់តបទៅវិញថាតំបន់នោះគឺជាដែនអធិបតេយ្យភាពកម្ពុជាហើយហេតុអ្វីបានជាកម្ពុជាត្រូវដកកងទ័ពរបស់ខ្លួនចេញពីលើទឹកដីរបស់កម្ពុជាខ្លួនឯងនោះទៅវិញការកែសម្រួលកម្លាំងយោធាដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី8ខែមិថុនាឆ្នាំ2025មិនមែនជាការដកកងទ័ពឡើយការកែសម្រួលកម្លាំងយោធានេះគឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំនិងការទូតដ៏ឆ្លាតវៃនិងវាមិនមែនជាការធ្វើសម្បទាននោះទេរាជរដ្ឋាភិបាលកម្ពុជាចាប់ពីថ្នាក់ខ្ពស់បំផុតរហូតដល់មេទ័ពជួរមុខបាននឹងកំពុងបន្តស្វែងរកគ្រប់មធ្យោបាយដើម្បីការពារបូរណភាពជាតិជៀសវាងការបង្ហូរឈាមដែលមិនចាំបាច់សន្តិភាពមិនមែនជាការបដិសេធនៅកម្លាំងនោះទេប៉ុន្តែជាការប្រើប្រាស់កម្លាំងក្នុងលក្ខណៈយុទ្ធសាស្ត្រដើម្បីជៀសវាងមហន្តរាយនិងធានាអនាគតដ៏យូរអង្វែងរបស់ប្រទេសជាតិកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានគណៈបកនិងមានរាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីមានចក្ខុវិស័យដ៏ខ្ពង់ខ្ពស់លើកត្តាសន្តិភាពរបស់ប្រទេសកម្ពុជាហើយក៏មិនបានបោះបង់សិទ្ធិការពារប្រទេសជាតិរបស់